កាពិសយាមបានប្រឹងប្រែងតាក់ទងចិនកុំឲ្យផ្ដល់អាវុធឲ្យកម្ពុជាកំពុងតែខិតខំត្រៀមលក្ខណៈការពារខ្លួនចំពោះអំពើឈ្លានពានដ៏អត់អៀនខ្មាស់រំលោភច្បាប់អន្តរជាតិនិងរំលោភគោលការណ៍អាស៊ានរបស់ពួកកាពិសយាមចិនមានទំនាក់ទំនងពិសេសជាមួយកម្ពុជានយោបាយចិនច្បាស់លាស់ជាមួយកម្ពុជាហើយកម្ពុជាមានសម្ព័ន្ធភាពឥណ្ឌូចិនជាមួយនឹងឡាវវៀតណាមតាំងពី1979មកការការពារខ្លួនរបស់កម្ពុជាត្រូវបានអ្នកដឹកនាំយកចិត្តទុកដាក់រៀបចំខ្លួនរាល់ថ្ងៃដូច្នេះការចាក់រុកឆ្កាឆ្កៀលរបស់សៀមឈ្លានពានមកលើខ្មែរគឺត្រូវតែខ្មែរប្រឹងការពារខ្លួនដោយយកចិត្តទុកដាក់ជាទីបំផុតគ្មានអ្វីដែលសៀមអាចបន្តប្រហើនកោងកាចរំលោភឈ្លានពានតទៅទៀតដោយគ្មានប្រតិកម្មពីខ្មែរជាជនរងគ្រោះនៃអំពើឈ្លានពាននោះទេហេតុដូច្នេះហើយរដ្ឋាភិបាលខ្មែរត្រៀមលក្ខណៈការពារទឹកដីនិងធ្វើនយោបាយការទូតនិងប្រើប្រាស់ច្បាប់អន្តរជាតិជារៀងរាល់ថ្ងៃនិងជានិច្ច